សូមនមស្ការគុណចាស់ចម្រើនពរញាតិញោមទាំងអស់គ្នាក្នុងពេលនេះខ្ញុំកណ្ណាតំណាងឲ្យពុទ្ធបរិស័ទខ្មែរទាំងក្នុងនិងក្រៅប្រទេសបានយកបច្ច័យ4ចំនួនតេងទីយ៉ាស្មើតេងទីយ៉ាស្មើនឹងប្រមាណ 2,500 លេខតិចតួចមកចូលរួមក្នុងការជួសជុលឬក៏ការងារដែលពាក់ព័ន្ធនៅកន្លែងនេះសូមគុណចាស់ញាតិញោមយើងបានចេះថ្លែងរីករាយអនុមោទនាទាំងអស់គ្នាព្រោះកន្លែងនេះប្រសង់ដែលរោគសាកសពឃើញនឹងនៅខាងក្នុងដែលមិនទាន់បានកោះមកប្រមាណជា120ព្រះអង្គដែលបានសុគតហើយនឹងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់ណាសូមអនុមោទនាណាចាប់អ្នកជួយសង្គ្រោះណាច្រើនណាស់គឺប្រសង់ដែលមើលនៅចាំមិត្តភ័ក្តិស័កព្រមចិត្តនៅខាងក្នុងហ្នឹងមួយនេះអាគារតែខាងនេះនៅយើងមើលទៅហាក់ដូចជានៅល្អគាត់ថាវាមានការប្រេះស្រាមអីចឹងសង្គ្រោះបន្ទាន់ហើយនឹងញាតិញោមផ្សេងៗទៀតនៅចាំដឹកកូនគឺជាក្រុមសង្គ្រោះដែលមកពីខាងប្រទេសឥណ្ឌាកំពុងតែកំពុងតែខៃអាគារ3ជាន់ដែលបានស្រុតទៅផ្នែកខាងក្រោមហើយខាងនោះអាគារដែលនៅសេសសល់ត្រូវបានបែកបាក់ទៅចាស់នេះនៅខាងក្នុងនេះប្រសង់ដែលនៅជាប់ហ្នឹងប្រហែលជា90អង្គជាងទៀតនៅក្នុងហ្នឹងណាយ៉ា他问怎么包？回头算你要不要的比较？apa ni aku nak saya jawab. Apa ni aku? Kamu jangan di rumah ya? គណៈកម្មការរៀបចំការប្រឡងបញ្ជាក់ប្រាប់ថានៅក្នុងនេះប្រសង់អាចនៅជាប់សរុបទៅវា240អង្គប៉ុន្តែបានសង្គ្រោះខ្លះហើយដែលយកសាកសពបានប្រមាណជាង30អង្គហើយនៅរស់នឹងជាប្រមាណអង្គទេប៉ុន្តែដែលនៅជាប់ខាងក្នុងជាង100ព្រះអង្គទៀតហើយ100ព្រះអង្គមិនប្រកាសថាមិនអាចរស់ទៅហើយក្លិនសាកសពហ្នឹងក្លិនសាកសពមកជិះពេញហ្នឹងអញ្ចឹងចាស់ញាតិញោមហើយម្សិលមិញក៏មានយកមកខ្លះដែរប៉ុន្តែគាត់ថាទៅដល់មន្ទីរពេទ្យទៅក៏អត់មានរស់ដែរហើយនៅខាងក្នុងនេះជាង100អង្គជិត200អង្គក៏មិនមានសង្ឃឹមថារស់ដែរខ្ញុំចាស់ញាតិញោមច្រើនវាជាង200ព្រះអង្គបើសរុបទាំងអស់ក្នុងមណ្ឌលនៃការប្រឡងនេះមាន600អង្គជាងអញ្ចឹងបើជាក់ស្ដែងបច្ចុប្បន្នគឺដែលដឹងច្បាស់ថាសុគតនឹងចូល100អង្គជាងទៅហើយណាហើយនៅប៉ុណ្ណឹងខ្ញុំនិយាយអត់ចេញទេគុណចាស់ខ្ញុំនិយាយអត់ចេញសូមអធិស្ឋានញាតិញោមហើយដោយសារមិនអាចពិតចិត្តបាននៅខាងក្រោមនោះគឺជាអាគារទាំង3ជាន់ដែលបាក់ស្រុតទៅខាងក្នុងខាងក្រោមហ្នឹងអាគារ3ជាន់បាក់ស្រុតទៅខាងក្នុងអស់ហើយយើងមើលទៅដូចនៅស្មារតីអញ្ចឹងគឺអាគារ3ជាន់ដែលបានដាក់ស្រុតទៅខាងក្នុងអស់ហើយប្រសង់នៅជាប់ខាងហ្នឹងបច្ចុប្បន្ននៅសល់ដល់បច្ចុប្បន្នតាមទិន្នន័យជាង100អង្គហើយក៏មិនមានលឺសំឡេងស្រែកឲ្យជួយដែរដោយសារថាស្រែកមិនលឺឬក៏យំណាច់ចឹងហើយអាគារខាងនេះនៅសល់ប៉ុន្តែវាត្រូវតិចខ្ទមដែរសត្វអាគារប្រឡងក្រុមគណៈពិវង្ស័កគណៈធម្មចរិយគណៈអលង្ការផ្សេងដែលជាសមាគមដ៏ល្បីនៅក្នុងប្រទេសភូមាគឺមកនៅលើកន្លែងនេះឲ្យគេប្រឡងកន្លែងនេះហើយឆ្នាំនេះជួបបទវហេតុមួយដែលគួរឲ្យសោកសៅក្រៃលែង